Wasabi Challenge ហើយអ្នកដែលញ៉ាំប៉ះចំ Wasabi គឺចាញ់ ហើយអ្នកដែលចាញ់នឹងត្រូវទៅរងចាំយ៉ាងធ្ងន់ចុះមកគេលួចមើលធ្វើម៉េចហើយ ឥឡូវដូចកាលពីក្មេងអញ្ចឹងណាគេលួចមើលទៅកៅស៊ីភ្នែក អូខេកុំខកបងប្អូន fan ជួយមើល ឥឡូវបើងាកចេញសិនខ្ញុំដាក់មុន ឡើយមុនតណៃមុនមែន យេ អូខេអត់មានមើលណា អូខេ មិនទៅបាយទៅអញ្ចឹង ងាកចេញសិនមើល ខ្ញុំច្រើនពេកអត់សូវនេះណា អូខេ មិនបាត់តែឃើញទៅជប៉ុននឹងមែនតែឈួល អូខេ ខ្ញុំច្រើនពេកហ៎ ដាក់មួយដាក់ពីរដាក់តែមួយឯងអូខេហើយហើយ បងប្អូនដល់វិញខ្ញុំមិនបងប្អូនឃើញមួយណា fan អត់ប្រាប់បោះពីយ៉ងសោះដាក់ដូចគ្នាចិត្តដូចគ្នាមិនសោតខ្ញុំដាក់របស់ដែលលីណាចូលចិត្ត អូយថោក ហេHammer អូខេបើភ្នែក តោះឥឡូវប៉ាណាគេចាញ់ញ៉ាំមុន2 ឆ្ងាញ់ហ៎វាបងមែនគេចិត្តញ៉ាំពងទា អត់មានហត់ទេ មិន ទៅខ្លួន ស្មានតែប៉ះអានេះដូចសមត្ថភាព នោះ អីអូសម្បល់ចារហូតបើបើថាចាប់មកអត់មើលទេ នេះ អត់ហត់ទេ អូគួរចាញ់បើ ឈួលដល់ក្រៅទាំងអស់នេះបាំងមកយកចា តទៅបាទសងសឹក តែកម្មតែបើអញត្រូវធ្វើនោះគឺ ឈប់លេងហើយ អត់ទេ គេកាត់សាហើយតែប៉ុណ្្នឹងឯង គឺ ឈប់ហើយ ងាកទៅក្រោយសិន អីគេ ងាកទៅក្រោយ ងាកទៅមានអីគេ ទូនទីដែលត្រូវធ្វើនៅក្រោយហ្នឹងឯង ហ៎ ទូនទីដែលបងអញត្រូវធ្វើនៅក្រោយ អូទូបងប្អូនគាត់ទៅលាងចានសោះលាងของឯង ចឹងអត់បាក់ អត់មានបាល់ ថាហើយគេមកធ្វើបាបមានណាបងប្អូនគេធ្វើបាបវិញបណ្ដាប៉ុន្តែមិនថ្មីទេបងប្អូនដោយសារតែថ្ងៃនេះគឺខ្ញុំមានជំនួយការពិសេសគឺសាប៊ូលាងចាន Sunlight ធម្មជាតិទៅរាល់ពេលដែលខ្ញុំលាងចានគឺខ្ញុំដាក់តែបន្តិចហ្នឹងគឺបាយពពុះស្គយដូចបងប្អូនឃើញចឹងហ្មងបើនិយាយពីក្លិនវិញគឺបើកមកគឺឈ្ងុយក្លិនស្រាលប្រហើរចេញមកអាចលាងជំរះជាតិខ្លាញ់លឿនជាង10ដងបងប្អូនខ្ញុំមិនលាងតែចានកែវណាបងប្អូនឃើញគ្រប់សម្ភារៈមានកបិតមានត្បាល់ហើយមានសម្ភារៈដូចខ្ញុំប្រើមានប្រដាប់ឈូសប្រដាប់អីហ្នឹងគឺយើងលាងបានទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេណាខ្ញុំលាងផ្ទះបាយទៀតសល់អាជាតិសាប៊ូដែលយើងសល់ពីលាងចាននេះអីហ្នឹងគឺខ្ញុំយកទៅលាងផ្ទះបាយបានយ៉ាងស្អាតទៀតដោយបងប្អូនឃើញអញ្ចឹងណាគឺចានរបស់យើងឡើងសភ្លឺអញ្ចឹងហ្មងហើយមិនមែនដោយសារតែគេជួយប្រមូលមកខ្ញុំនិយាយអញ្ចឹងណាខ្ញុំពិតជា real feedback មែនបងប្អូននិយាយទៅមួយរយៈដែលខ្ញុំថតប្រមូលធ្វើវីដេអូនេះគឺខ្ញុំពេញចិត្តដូចគ្នាព្រោះដោយសារតែអីខ្ញុំចូលចិត្តដោយសារតែទី1គឺក្លិនទី2គឺលាងជំរះជាតិខ្លាញ់ចានឆ្នាំងសម្ភារៈផ្ទះបាយដែលខ្ញុំធ្វើថតធ្វើអីហ្នឹងគឺបានល្អមែនតើអូហើយមួយទៀតបងប្អូនឃើញតែខ្ញុំលាងច្រើនអញ្ចឹងមែនណាប៉ុន្តែពេលដែលលាងហើយគឺអត់មានធ្វើឲ្យកាត់ដៃកាត់អីយើងនិយាយទៅគឺល្អហ្មងអញ្ចឹងបងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចចូលទៅ check page របស់ Sunlight Cambodia បានអញ្ចឹងជម្រាបលាបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត